កាលពីព្រេងនាយនៅក្នុងអាណាចក្រមួយឈ្មោះកវេហាសវណ្ណគេមានព្រះនាងមួយអង្គព្រះនាមព្រះនាងសុភាព្រះនាងមានស្បែកស្ភ្លឺដូចពន្លឺព្រះច័ន្ទភ្នែកភ្លឺថ្លានិងសក់ខ្មៅវែងដូចសូត្រប្រជាជនទាំងអស់ស្រឡាញ់ព្រះនាងព្រោះព្រះនាងមានចិត្តល្អនិងចូលចិត្តជួយអ្នកក្រីក្រប៉ុន្តែទោះរស់នៅក្នុងព្រះរាជវាំងដ៏ស្រស់ស្អាតក៏ព្រះនាងមិនសូវសប្បាយចិត្តឡើយព្រះនាងតែងតែចង់ដឹងថាពិភពលោកខាងក្រៅមានអ្វីខ្លះរាល់យប់ព្រះនាងតែងឡើងទៅលើពំខ្ពស់ហើយមើលផ្កាយលើមេឃដោយក្តីស្រមៃថ្ងៃមួយខណៈព្រះនាងកំពុងដើរលេងក្នុងសួនផ្កាស្រាប់តែមានពន្លឺពណ៌ស្ភ្លឺចែងចាំងធ្លាក់ចុះពីលើមេឃព្រះនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយដើរទៅមើលនៅកណ្ដាលសួនមានសេះពណ៌ដ៏ធំមួយក្បាលមានស្លាបធំដូចបក្សីសក់របស់វាភ្លឺដូចប្រាក់ហើយភ្នែករបស់វាស្ងប់ស្ងាត់ដូចពន្លឺផ្កាយសេះនោះនិយាយថាព្រះនាងសុភាខ្ញុំឈ្មោះអារ៉ាស់ខ្ញុំត្រូវបានផ្ញើមកដើម្បីការពារព្រះនាងព្រះនាងភ្ញាក់ផ្អើលណាស់ព្រោះមិនធ្លាប់ឃើញសេះនិយាយបានឡើយប៉ុន្តែព្រះនាងមិនភ័យខ្លាចទេព្រះនាងបានលូកដៃប៉ះក្បាលសេះយ៉ាងទន់ភ្លន់ចាប់ពីថ្ងៃនោះមកព្រះនាងនិងសេះស្លាប់ក្លាយជាមិត្តជិតស្និទ្ធរាល់ពេលយប់អារ៉ាស់តែងនាំព្រះនាងហោះលើមេឃឆ្លងកាត់ពកនិងភ្នំខ្ពស់ព្រះនាងបានឃើញទន្លេធំព្រៃខៀវស្រងាត់និងភូមិជាច្រើនដែលមនុស្សរស់នៅយ៉ាងសាមញ្ញថ្ងៃមួយពេលព្រះនាងនិងអារ៉ាស់កំពុងហោះលើមេឃពួកគេបានឃើញភូមិមួយកំពុងឆេះមនុស្សរត់ចុះឡើងដោយភ័យខ្លាចព្រះនាងបានឮថាមានអាបធ្មប់ខ្មៅម្នាក់ឈ្មោះកមរៈគេបានវាយប្រហារភូមិនោះដើម្បីស្វែងរកត្បូងវេទមន្តព្រះនាងមានព្រះទ័យអាណិតយ៉ាងខ្លាំងហើយសម្រេចចិត្តចុះទៅជួយអារ៉ាស់បានហោះចុះយ៉ាងលឿនពេលដល់ដីព្រះនាងបានជួយកុមារនិងមនុស្សចាស់ឲ្យរត់ទៅកន្លែងមានសុវត្ថិភាពចំណែកអារ៉ាស់វិញបានប្រើស្លាបដ៏ធំរបស់វាបង្កើតខ្យល់ដើម្បីពន្លត់ភ្លើងភ្លាមនោះអាបធ្មប់មរៈបានបង្ហាញខ្លួនគាត់ពាក់អាវខ្មៅវែងនិងកាន់ដំបងភ្លើងអ្នកណាហ៊ានមករារាំងខ្ញុំមរៈស្រែកព្រះនាងឈរមុខប្រជាជនហើយតបថាអ្នកមិនគួរបំផ្លាញជីវិតមនុស្សស្លូតត្រង់ឡើយមរៈសើចយ៉ាងខ្លាំងហើយបាញ់ភ្លើងខ្មៅទៅរកព្រះនាងអារ៉ាស់បានហោះមកការពារហើយស្លាបរបស់វាបញ្ចេញពន្លឺពណ៌ដ៏ខ្លាំងពន្លឺនោះបានទប់អំណាចចងឹតរបស់មរៈប៉ុន្តែមរៈមានអំណាចខ្លាំងណាស់ព្រះនាងនិងអារ៉ាស់ត្រូវបានរុញថយក្រោយនៅពេលនោះព្រះនាងនឹកឃើញពាក្យរបស់ម្ដាយដែលធ្លាប់ប្រាប់ថាអំណាចពិតមិនមែនកើតពីកំហឹងទេតែកើតពីចិត្តក្លាហាននិងមេត្តាព្រះនាងបានបិទភ្នែកហើយអធិស្ឋានឲ្យជួយសង្គ្រោះមនុស្សភ្លាមនោះត្បូងនៅលើខ្សែករបស់ព្រះនាងចាប់ផ្ដើមភ្លឺពន្លឺដ៏ស្រស់ស្អាតបានបញ្ចេញចេញពីខ្លួនព្រះនាងនិងរាលដាលពេញភូមិអំណាចចងឹតរបស់មរៈចាប់ផ្ដើមរលាយបាត់ដំបងភ្លើងរបស់គាត់បែកខ្ទេចហើយគាត់ក៏រត់គេចខ្លួនចូលទៅក្នុងព្រៃងឹតក្រោយការប្រយុទ្ធភូមិនោះត្រូវបានសង្គ្រោះប្រជាជនទាំងអស់នាំគ្នាអរគុណព្រះនាងនិងអារ៉ាស់បន្ទាប់ពីហេតុការណ៍នោះព្រះនាងសុភាបានសម្រេចចិត្តមិនរស់នៅតែក្នុងព្រះរាជវាំងទៀតទេព្រះនាងនិងអារ៉ាស់បានធ្វើដំណើរជុំវិញអាណាចក្រដើម្បីជួយមនុស្សដែលកំពុងជួបការលំបាកពួកគេបានជួយភូមិដែលជួបគ្រោះរាំងស្ងួតជួយកុមារកំព្រានិងការពារព្រៃពីអ្នកបំផ្លាញធម្មជាតិរាល់ពេលដែលមនុស្សឃើញសេះស្លាបពណ៌ហោះលើមេឃពួកគេដឹងថាព្រះនាងស្បែកសំពុងធ្វើដំណើរមកជួយហើយរឿងរបស់ព្រះនាងសុភានិងសេះស្លាប់អារ៉ាស់ក៏คล้ายជារឿងព្រេងដែលត្រូវបាននិយាយគ្នាជាច្រើនជំនាន់គិតបណ្ឌិតអំណាចដ៏ពិតប្រាកដគឺចិត្តក្លាហានមេត្តានិងការជួយអ្នកដទៃ